តម្លៃមាសប្រចាំសប្តាហ៍បានបិទនៅរូបរាង bullish engulfing កាលពីសប្តាហ៍មុនសន្ទុះប្រាក់ដុល្លារបានធ្លាក់ចុះដល់ក្រោមកម្រិត 100.5 នៅថ្ងៃសុក្រនេះដោយបានបន្តការធ្លាក់ចុះរហូតដល់3ថ្ងៃជាប់គ្នាខណៈដែលតម្លៃប្រេងទាបក៏បានជួយបន្ធូរបន្ថយការព្រួយបារម្ភអំពីការកើនឡើងនៃអតិផរណារបស់សហរដ្ឋអាមេរិកនិងកាត់បន្ថយការរំពឹងទុកដែលថាធនាគារ Fed អាចនឹងដំឡើងអត្រាការប្រាក់ដោយសារតែកត្តាតម្លៃសន្ទុះប្រាក់ដុល្លារបានធ្លាក់ចុះ3ថ្ងៃជាប់គ្នាធ្វើឲ្យតម្លៃមាសបានច្រានចោលនៅការបំបែកទៅខាងក្រោមនៅកម្រិតទាបបំផុតប្រចាំសប្តាហ៍នេះគឺនៅកម្រិត 4020 គួររំលឹកផងដែរថាកម្រិតខ្ពស់ប្រចាំសប្តាហ៍នេះគឺនៅលើកម្រិត 4200 បន្ទាប់ពីបានច្រានចោលនៅការមិនព្រមបំបែកចុះទៅខាងក្រោមនៅកម្រិត 4020 ឥឡូវនេះតម្លៃមាសបានបន្តហក់ឡើងមកនៅក្នុងកម្រិត 2/3 នៃ Fibonacci retracement គឺស្មើនឹងកម្រិត 41 គូចំណាំថា41 ដែលជាកម្រិត key នៃ 2/3 របស់ Fibonacci នេះប្រសិនបើជាតម្លៃ41នេះត្រូវបានបំបែកនៅថ្ងៃនេះឬក៏នៅសប្តាហ៍ក្រោយនោះតម្លៃអាចនឹងបន្តកើនឡើងទៅខាងលើសម្រាប់ candlestick ប្រចាំសប្តាហ៍យើងឃើញថាការពីសប្តាហ៍មុនបានលេចចេញជារូបរាងដែលហៅថា bullish engulfing ហើយយើងរងចាំមើលថានៅក្នុងសប្តាហ៍នេះប្រសិនបើជាតម្លៃបិទលើសពីកម្រិត 4200 នោះតម្លៃ bullish នឹង confirm នៅសប្តាហ៍ក្រោយកម្រិតដែលអាចបន្តឡើងទៅខាងលើនៅកម្រិត 41.4200 និង 43.8 ហើយចំណែកឯកម្រិតដែលអាចបោះខាងក្រោមគឺនៅកម្រិត 41.00 40.60 និង 39.60 សម្រាប់ថ្ងៃនេះនិងសប្តាហ៍នេះ bullish in control